សូមជម្រាបសួរប្រិយមិត្តទាំងអស់នេះគឺជារបាយការណ៍សង្ខេបរបស់វិទ្យាស្ថានសិក្សាអំពីសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនរបាយការណ៍នេះគឺបានបញ្ចប់ធ្វើឡើងនៅថ្ងៃទី11ខែមេសាវេលាម៉ោង 6:30 នាទីល្ងាចវាត្រូវជាថ្ងៃទី12ខែមេសាវេលាម៉ោង 5:30 នាទីព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជានៅក្នុងរបាយការណ៍នេះមានចំណុចច្រើនក៏ប៉ុន្តែខ្ញុំសូមលើកយកចំណុចមួយដែលមានលក្ខណៈសំខាន់នៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននេះគឺចំណុចត្រង់ដៃគូសហភាពអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែនបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីទៅដល់ប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារអ៊ុយក្រែននៅថ្ងៃទី11ខែមេសាបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់គឺលោក Boris Pistorius លោកបានប្រកាសនៅថ្ងៃទី11ខែមេសាហ្នឹងថាអាល្លឺម៉ង់នឹងផ្ដល់ឲ្យប្រទេសអ៊ុយក្រែននៅប្រព័ន្ធការពារដែនអាកាសចំនួន4គ្រឿងគឺប្រភេទ Iris-T ហើយនឹងផ្ដល់មីស៊ីលចំនួន33គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាសនោះហើយក៏ដូចជាប្រព័ន្ធការពារដែនអាកាសប្រភេទ Manpad ហ្នឹងចំនួន120ដើមផងដែរគឺប្រភេទនេះគឺប្រភេទចល័ត Man Portable គឺបានន័យថាចល័តបានហើយនឹងក៏ដូចជាផ្ដល់នៅរថពាដែកប្រភេទ Marder ហ្នឹងចំនួន25គ្រឿងហើយចំណែករថក្រោះប្រភេទ Leopard ដែលជារថក្រោះកម្រិតខ្លាំងដែរចំនួន15គ្រឿងបន្ថែមទៀតក៏ដូចជាកាំភ្លើងផ្លោងចំនួន14គ្រឿងហើយនឹងគ្រាប់កាំភ្លើងផ្លោងប្រភេទ155មីលីម៉ែត្រនេះចំនួន130,000គ្រាប់នេះគឺខាងភាគីអាល្លឺម៉ង់ហើយលោករដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់បានបញ្ជាក់កាលពីពេលថ្មីនេះថាគឺមានគ្រាប់មីស៊ីលប្រភេទ Patriot ចំនួន30គ្រាប់ក៏បានផ្ដល់ឲ្យទៅប្រទេសអ៊ុយក្រែនហើយផងដែរហើយនៅថ្ងៃទី11ខែមេសានេះផងដែរគឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសឲ្យដឹងថាទាំងអាល្លឺម៉ង់និងចក្រភពអង់គ្លេសគឺឥឡូវនេះកំពុងបង្កើតឡើងនៅគេហៅថាសម្ព័ន្ធភាពខាងសង្គ្រាមអេឡិចត្រូនិកសម្រាប់ជួយប្រទេសអ៊ុយក្រែនរីឯក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេសវិញចក្រភពអង់គ្លេសវិញបានប្រកាសអំពីកញ្ចប់ជំនួយយោធាទៅដល់ប្រទេសអ៊ុយក្រែនដោយយកទឹកប្រាក់ចំនួន$588លានសម្រាប់ផលិត drone ផលិតរ៉ាដាហើយក៏ដូចជាសម្រាប់មីនប្រឆាំងនឹងរថក្រោះផងដែរអញ្ចឹងគឺជាជំនួយថ្មីទៀតសម្រាប់អ៊ុយក្រែនពីប្រទេសអង់គ្លេសរីឯរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអេស្តូនីក៏បានបញ្ជាក់ផងដែរថាអេស្តូនីនឹងផ្ដល់ឲ្យអ៊ុយក្រែននៅគ្រាប់កាំភ្លើងផ្លោងប្រភេទ155មីលីម៉ែត្រនេះចំនួន10,000គ្រាប់ហើយក៏ដូចជាកញ្ចប់អាហារចំនួន75,000ទៅដល់ប្រទេសអ៊ុយក្រែនចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសហូឡង់វិញ Dutch គឺប្រទេសហូឡង់វិញក៏បានប្រកាសឡើងដែរថាហូឡង់នឹងផ្ដល់ទឹកប្រាក់ជំនួយចំនួន150លានយូរ៉ូហ្នឹងដែលទៅជា$170លានដើម្បីជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនហើយបន្តទៅទៀតនេះគឺរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសលីតូអានីបានប្រកាសថាលីតូអានីនឹងផ្ដល់ទឹកប្រាក់ចំនួន20លានអឺរ៉ូដែលទៅជា$22លានទៅឲ្យអ៊ុយក្រែនផងដែរសម្រាប់ទិញគ្រាប់រំសេវបាទនេះគឺជាការប្រកាសថ្មីទៀតដែលយើងមើលទៅគឺមានតែពីខាងសម្ព័ន្ធមិត្តខាងអឺរ៉ុបហើយខាងសហរដ្ឋអាមេរិកគឺมันមានប្រកាសទេដូច្នេះនៅពេលនេះគឺខាងសហភាពអឺរ៉ុបបានបង្កើនសមត្ថភាពបង្កើនការជួយទៅដល់ប្រទេសអ៊ុយក្រែនទប់ទល់នឹងការឈានពានរបស់រុស្ស៊ីសូមអរគុណសូមជម្រាបលា